ហេស៊ូស្ដីអ្នកទាំងអស់គ្នាខ្ញុំណាពេលនេះយើងមកតាមដានសាច់រឿងរបស់យើងបន្តទៀតការពិភាក្សាមុនបញ្ចប់ត្រឹមអប៉ិលីងឈីបានបញ្ចេញក្បាច់ដើម្បីត្រៀមប្រយុទ្ធជាមួយឈិនយ៉ាងរបស់យើងវាប្រាប់ថាវ៉ាឈើរញ៉េរញ៉ៃនោះកំពុងតែស៊ីធម្មពលវិញ្ញាណប្រសិនបើឯងប្រើធម្មពលវិញ្ញាណដើម្បីប្រយុទ្ធនោះឯងនឹងអស់ធម្មពលវិញ្ញាណហើយក៏ស្លាប់សម្រាប់វាគឺមិនអីនោះទេព្រោះវាមានបាល់វិញ្ញាណការពារពេលនោះវាបានសោចហើយបញ្ចេញធម្មពលវិញ្ញាណត្រៀមវាយប្រហារឈិនយ៉ាងរបស់យើងតែក៏ត្រូវឆ្មាបែកថ្នាំដណ្ដើមយកបាល់វិញ្ញាណការពារនោះបាត់ដែលធ្វើឲ្យវាបិទធម្មពលវិញ្ញាណស្ទើរតែមិនទាន់វានិយាយថាវាមិនចម្លើយទេដែលលៀនបៃហោះប្រកួតចាញ់ឯងព្រោះឯងតែងតែមានអ្នកចាំជួយបែបនេះហើយឈិនយ៉ាងរបស់យើងក៏បានតបទៅវិញភ្លាមៗថាកុំរំអីព្រោះខ្ញុំជាមនុស្សប្រកាន់យុត្តិធម៌ដោយសារតែឯងមិនអាចប្រើធម្មពលវិញ្ញាណបានទៀតឥឡូវមានតែយើងប្រយុទ្ធគ្នាដែលប្រើក្បាច់គុណវិញម្ដងហើយខ្ញុំក៏មិនឲ្យសត្វចិញ្ចឹមរបស់ខ្ញុំលុកដៃនោះដែរពេលនោះឈិនយ៉ាងរបស់យើងក៏ទទួលសញ្ញាដឹងថាគ្នារបស់គាត់នៅក្នុងគ្រួសារកំពុងតែជួបបញ្ហាព្រោះព្រឹត្តិការណ៍ធំៗទាំង4នាក់កំពុងរៀបចំផែនការដើម្បីសម្លាប់គ្នារបស់គាត់ដោយព្រឹត្តិការណ៍ធំបានបោកបញ្ឆោតព្រឹត្តិការណ៍យន្តឡានឲ្យចេញមកខាងក្រៅដើម្បីឲ្យឃាតករសម្លាប់ចំណែកឯព្រឹត្តិការណ៍ចាស់ត្រូវបានព្រឹត្តិការណ៍2នាក់ទៀតដឹកនាំឃាតករវាយប្រហារគាត់នៅក្នុងដំណាក់រីឯលោកពូយុនម៉េងក៏មិនរួចខ្លួនដែរដោយព្រឹត្តិការណ៍ម្នាក់ទៀតធ្វើពុតជាមានឃាតករដេកសម្លាប់ហើយនៅពេលដែលលោកពូយុនម៉េងចូលទៅជួយព្រឹត្តិការណ៍ម្នាក់នោះបានចាក់គាត់ពីខាងក្រោយតែមិនដឹងថាគាត់ស្លាប់ឬក៏រស់នោះទេព្រោះសាច់រឿងបានកាត់មកដល់អូនហ្វៃហ្វៃនៅទីនោះយើងឃើញសិស្សកូនបានងាប់អស់ហើយចំណែកឯអូនហ្វៃហ្វៃក៏ត្រូវបានគេចាប់ចងទៀតហើយសាច់រឿងក៏បានកាត់មកដល់កន្លែងឈិនយ៉ាងប្រយុទ្ធគ្នាពេលនោះឈិនយ៉ាងបានដើរទៅរើសដើរកញ្ចាស់មួយដើម្បីប្រយុទ្ធជាមួយអប៉ិលីងឈីពួកគេទាំងពីរបានប្រយុទ្ធគ្នាចុះឡើងលិចកាត់ជើងត្បូងឆ្វេចលើឆ្វេចក្រោមដែលធ្វើឲ្យអប៉ិលីងឈីឆ្ងល់ថាមិនបានឈិនយ៉ាងរបស់យើងខ្លាំងបែបនេះហើយឈិនយ៉ាងរបស់យើងក៏បានប្រាប់ថាតាំងពីធម្មពលវិញ្ញាណរបស់គាត់ឡើងដល់កម្រិតអមតៈគាត់តែងតែវឹកហាត់វិជាគុណកម្លាំងកាយទាំងអស់នេះកំសាន្តលេងគ្រាន់តែដឹងខ្លួនថាមិនអាចយកឈ្នះឈិនយ៉ាងរបស់យើងបានអប៉ិលីងឈីបានគប់គ្រាប់បាយវិញ្ញាណចំនួន3គ្រាប់ទៅកាន់ឈិនយ៉ាងហើយវាក៏រត់តម្រង់ទៅរកផ្លែឈើឈីពណ៌ស្វាយ7វិញ្ញាណព្រោះវាគិតថាបន្ទាប់ពីវាស៊ីផ្លែឈើនេះហើយវាប្រហែលជាអាចយកឈ្នះឈិនយ៉ាងរបស់យើងបាននៅពេលដែលវារត់ទៅបេះផ្លែឈើអវរញ៉េរញ៉ៃក៏បានវាយប្រហារវាយ៉ាងចាស់ដៃតែបន្ទាប់ពីវាខំប្រឹងប្រយុទ្ធចុះប្រយុទ្ធឡើងវាក៏អាចបេះផ្លែឈើនោះបានមួយហើយពេលដែលវាកំពុងតែសប្បាយអវរញ៉េរញ៉ៃបានចាប់វាចងជាប់តែបន្ទាប់ពីវាស៊ីផ្លែឈើនោះហើយវាក៏មានធម៌ពលបំបែកចេញពីការចាប់ចងរបស់វរនោះបានប្រហែលជាផ្លែឈើនោះមានរសជាតិឆ្ងាញ់ខ្លាំងហើយមើលទៅបានជាឆ្មាបែកថ្នាំឃើញគេស៊ីហើយវាក្អួតបែបនេះបន្ទាប់មកប៉ិលីងឈីក៏បានហក់ចូលវាយប្រហារឈិនយ៉ាងរបស់យើងតែនៅពេលដែលវារត់ទៅជិតដល់វាក៏ត្រូវបានវិញ្ញាណខ្មោចកូនចៅរបស់វាចាប់ជើងវាជាប់ដែលបណ្ដាលឲ្យវាដួលកាប់មុខហើយពេលនោះវាបានវាយប្រហារវិញ្ញាណខ្មោចទាំងនោះតែបែរជាត្រូវជើងរបស់ខ្លួនឯងបណ្ដាលឲ្យដាច់ទៅវិញបន្ទាប់មកវាបានឃើញវិញ្ញាណខ្មោចជាច្រើននាំគ្នាចោមរោមច្បាច់កសម្លាប់វាផងដែរពេលឃើញវាងាប់បែបនេះឈិនយ៉ាងរបស់យើងក៏បាននិយាយថាស៊ីផ្លែឈើហើយពិតជាខ្លាំងមែនប្រូហ៊ានទាំងសម្លាប់ខ្លួនឯងទៀតខ្ញុំសូមឲ្យមេដៃប្រូមួយតាមពិតមិញមិនមានវិញ្ញាណខ្មោចអីមកតាមសម្លាប់វានោះទេពលគឺជាវាទេដែលជាអ្នកកាត់ជើងនិងច្បាច់កសម្លាប់ខ្លួនឯងនេះក៏ដោយសារតែវាត្រូវបានបំភាន់ដោយវ៉ាឈើរញ៉េរញ៉ៃទាំងនោះដោយសារតែវាងាប់បាត់ហើយឈិនយ៉ាងរបស់យើងក៏បានទាត់វាទម្លាក់ទឹកធ្វើជាជីផងដែរហើយដោយសារតែវ៉ាឈើរញ៉េរញ៉ៃទាំងនោះដឹងថាឈិនយ៉ាងរបស់យើងមិនមែនជាមនុស្សធម្មតាវាក៏បានបេះផ្លែឈើចំនួន3ផ្លែឲ្យឈិនយ៉ាងរបស់យើងហើយឈិនយ៉ាងរបស់យើងក៏បានដកមួយផ្លែទុកឲ្យលបងយុនសៀនចំណែកឯ2ផ្លែទៀតគាត់បានចម្រាញ់ជាថ្នាំហើយក៏បានចែកគ្នាម្នាក់មួយជាមួយអាឆ្មាបាយថ្នាំដើម្បីស្រូបចូលក្នុងខ្លួនពេលនោះវាក៏បានធ្វើឲ្យធម្មពលវិញ្ញាណរបស់គាត់ឡើងដល់កម្រិតព្រះច័ន្ទឬក៏យើងអាចហៅថាកម្រិតចន្ទ្រាសូមបញ្ជាក់ថាការវឹកហាត់នៅក្នុងរឿងនេះផ្ដោតសំខាន់ទៅលើធម្មពលវិញ្ញាណពីមុនធម្មពលវិញ្ញាណរបស់ឈិនយ៉ាងយើងស្ថិតនៅក្នុងកម្រិតអមតៈតែនៅពេលដែលគាត់ចុះមកពិភពមនុស្សគាត់ក៏ត្រូវវឹកហាត់សារថ្មីរីឯចំណេះដឹងនិងវត្ថុទិព្វផ្សេងគឺនៅដដែលទេហើយឥឡូវនេះគាត់ស្ថិតនៅក្នុងកម្រិតចន្ទ្រាចំពោះកម្រិតវឹកហាត់ទាំងអស់នៅក្នុងរឿងនេះសាច់រឿងមិនបានបញ្ជាក់នោះទេយើងមានតែតាមដានសាច់រឿងបន្តដើម្បីយល់ដឹងបន្ថែមប្រសិនបើអ្នកទាំងអស់គ្នាធ្លាប់អាន novel ហើយបានដឹងកុំភ្លេចជួយ comment ប្រាប់ admin ផងស្រួល admin ប្រាប់បន្តទៅកាន់គ្នាយើងអ្នកដែលមិនទាន់បានដឹងតាមពិត admin ព្យាយាមឆែករកដែរតែរកព័ត៌មានជាក់លាក់ដែលអាចទុកចិត្តបានមិនឃើញសោះសួរឲ្យ ChatGPT ក៏មិនអាចយកជាការបានទៀតម្ដងវាឆ្លើយចេះម្ដងវាឆ្លើយចុះសាមែនមកឥឡូវយើងចូលដល់សាច់រឿងយើងវិញនៅពេលដែលឈិនយ៉ាងរបស់យើងរៀបនឹងដើរចេញពីទីនោះអាវ៉ាឈើរញ៉ៃរញ៉ៃនោះបានកេះឈិនយ៉ាងរបស់យើងនិងឲ្យរបស់ម្យ៉ាងដែលមានក្លិនស្អុយទៅកាន់គាត់ផងដែរតែយើងមិនដឹងថាជាអ្វីទេព្រោះសាច់រឿងមិនបានបញ្ជាក់កាត់មកដល់កន្លែងអូនហ្វៃហ្វៃយើងឃើញមានបរិសម្នាក់ដៃកាន់ដំបងដើរតម្រង់មករកនាងពេលនោះអូនហ្វៃហ្វៃបាននិយាយថាតែឯងជាក្រុមអ្នកលេងខ្លាដៃមែនអត់ឯងហ៊ានចាប់យើងតែបងប្រុសឈិនយ៉ាងយើងត្រឡប់មកវិញឯងច្បាស់ជាស្លាប់ជាមិនខានបរិសម្នាក់នោះមានឈ្មោះថាហៃលូវាជាអ្នកប្រុសតូចនៃក្រុមជជកដៃដែលស្ថិតនៅក្នុងទីក្រុងធានយូពេលនោះវាបានដើរទៅរកហ្វៃហ្វៃហើយនិយាយថាវាមកទីនេះគឺដើម្បីស្ដីដណ្ដឹងនាងជាពិសេសហើយនាងមិនគូបដិសេធគាត់បែបនេះទេពេលនោះវាបានយកដៃរបស់វាទៅងាយចង្ការរបស់ហ្វៃហ្វៃតែក៏ត្រូវបានហ្វៃហ្វៃខាំដៃហើយថាវាកុំឲ្យយល់សពទាំងថ្ងៃបន្ទាប់មកនាង
បានស្រែកដេញវាឲ្យចេញក្រៅព្រោះបន្តិចទៀតក្រុមព្រឹទ្ធាចារ្យដែលជាឪពុករបស់នាងនឹងមកដល់ទីនេះពេលនោះអបិហៃលូញញឹមបន្តិចហើយនិយាយថាក្រុមព្រឹទ្ធាចារ្យចាស់ទាំងអស់នោះខ្ញុំបានឲ្យបងប្រុសខ្ញុំទៅរៀបចំអស់ហើយចំណែកឯឪពុករបស់នាងក៏ពេញចិត្តនឹងការរៀបការមួយនេះដែរបន្ទាប់មកវាស៊ូទៅកាន់ហ្វៃហ្វៃថាតើព្រមរៀបការជាមួយវាអត់ចំណែកឯហ្វៃហ្វៃឆ្លើយដោយគ្មានស្ទាក់ស្ទើរថាទោះបីជានាងស្លាប់ក៏នាងមិនព្រមរៀបការជាមួយវាដែរពេលនោះវាក៏បានតបវិញថាតើនរណាដាច់ចិត្តឲ្យនាងស្លាប់នោះប្រសិនបើនាងស្លាប់តើបាននរណារៀបការជាមួយខ្ញុំនៅពេលដែលពួកយើងរៀបការហើយនោះសួរនៅសុតគ្រូសាតកោយន្តព្រមទាំងដងរ៉ែដៃខ្មៅដែលបានមកពីគ្រូសាតកោលីនវានឹងក្លាយជារបស់ខ្ញុំទាំងអស់ពេលនោះវាបានឲ្យផ្កាស៊ីមនោះទៅកាន់ហ្វៃហ្វៃមួយតងវាថានេះជាផ្កាដែលបង្ហាញក្តីស្រឡាញ់របស់វាចំពោះនាងតែអូនហ្វៃហ្វៃមិនទទួលយកទេហើយក៏បានស្ដោះទឹកមាត់ដាក់វាផងដែរពេលនោះធ្វើឲ្យវាខឹងជាខ្លាំងក៏បានប្រើប្រាស់ធម៌ពលដើម្បីធ្វើបាបនាងតែក៏ជាសំណាងល្អដែរព្រោះពេលនោះមានយុនសៀនមកជួយនាងតាន់ពេលបើយើងមើលទៅយុនសៀនពេលនេះគាត់មានដៃទាំងពីរវិញហើយបន្ទាប់មកយុនសៀនបានផ្លុំខ្លុយបញ្ចេញនូវចំហាយធម៌ពលវាយប្រហារទៅអបិហៃលូដែលធ្វើឲ្យគាត់មានឱកាសដោះចំណងឲ្យហ្វៃហ្វៃផងដែរហើយហ្វៃហ្វៃក៏បានសួរថាតើលបងមានធម៌ពលវិញ្ញាណវិញហើយមែនទេលបងសៀនបានប្រាប់ថាប្រហែលថ្ងៃមុនឈីយ៉ាងបានឲ្យថ្នាំស្ដារវិញ្ញាណទៅគាត់ដែលធ្វើឲ្យគាត់មានធម៌ពលវិញ្ញាណឡើងវិញហើយក៏ទទួលបានវិជាបុរាណពីឈីយ៉ាងរបស់យើងមួយចំនួនផងដែរបន្ទាប់មកអបិហៃលូនិងយុនសៀនក៏ចាប់ផ្ដើមប្រយុទ្ធគ្នាបន្តតែពេលនោះលបងយុនសៀនមិនអាចយកឈ្នះវាបានទេហើយនៅពេលដែលអបិហៃលូយាដំបងចង់វាយសម្រាប់យុនសៀនពេលនោះស្រាប់តែព្រឹទ្ធាចារ្យយុនឡាននិងលពូយុនមេចេញមកជួយទាន់ពេលបន្ទាប់មកក៏មានព្រឹទ្ធាចារ្យចាស់ចេញមកជួយម្នាក់ទៀតផងដែរពេលនោះធ្វើឲ្យវាឆ្ងល់ថាតើកញ្ចាស់ទាំង4នាក់នេះធ្វើការដោយរបៀបណាទើបបានឲ្យពួកនេះនៅរស់ទាំងអស់បែបនេះពេលនោះពូមេឃបាននិយាយថាកូនចៅរបស់ឯងទាំងអស់គឺគ្មានបានការម្នាក់នោះទេពេលត្រឡប់ទៅវិញក៏ភ្លេចយកសាកសពពួកវាទៅជាមួយផងហើយព្រឹទ្ធាចារ្យចាស់ក៏បាននិយាយបន្ថែមថាឯងប្រញាប់ត្រឡប់ទៅវិញទៅពួកយើងមិនសម្លាប់ឯងដោយសារតែពួកយើងយល់មុខហើយគូតែប៉ុណ្ណោះពេលនោះអបិហៃលូបានគិតក្នុងចិត្តថា3ទួលនឹង1ប្រសិនបើវាប្រយុទ្ធឈ្នះក៏វាមានរបួសធ្ងន់ដែរហើយវាក៏យល់ព្រមចាក់ចេញតែមុននឹងវាចាក់ចេញវាបាននិយាយទៅកាន់ហ្វៃហ្វៃថា Baby រងចាំបងនឹងឲ្យពុករបស់បងជួយតដឹងអូនបន្ទាប់មកវាក៏បានហោះទម្លុះទៅបោទៅបាត់ទៅពេលមួយនោះទៅបានព្រឹទ្ធាចារ្យចាស់ក៏បានក្អួតឈាមហើយលោកពូម៉េងក៏បានដួលលុតជង្គង់ផងដែរតាមពិតពួកគាត់ទាំង3នាក់សុទ្ធតែត្រូវរបួសគ្រាន់តែថាពូម៉េងគាត់ត្រូវរបួសធ្ងន់ជាងគេបន្ទាប់មកព្រឹទ្ធាចារ្យចាស់ក៏បានគ្រាពូម៉េងទៅព្យាបាលផងដែរបន្ទាប់មកយុនសៀនបានសួរទៅកាន់ពុករបស់គាត់ដែលជាព្រឹទ្ធាចារ្យយុនឡានថាតើពួកពុកមានរឿងអ្វីកើតឡើងបានជាមានរបួសបែបនេះពុករបស់គាត់ក៏បានប្រាប់ថាពួកក្រុមព្រឹទ្ធាចារ្យ4នាក់បានរួមគំនិតជាមួយក្រុមចចកដែកហើយបានបោកបញ្ឆោតពួកគាត់ឲ្យឃាតករសម្លាប់ផងដែរតែសំណាងដែលពួកគាត់អាចយកឈ្នះពួកទាំងនោះបានគាត់ជឿថាមហិច្ឆតាក្រុមទាំងនោះមិនបញ្ឈប់ត្រឹមនេះទេតទៅមុខទៀតប្រហែលជាមានតែឈិនយ៉ាងទេដែលអាចជួយពួកយើងបាននិយាយដល់ឈិនយ៉ាងពេលនេះគាត់កំពុងតែត្រូវបានអូនស្អាតម្នាក់ដេញវាយប្រហារមុនដំបូងឈិនយ៉ាងរបស់យើងកំពុងតែធ្វើដំណើរហើយពេលនោះស្រាប់តែមានគ្រាប់ព្រួយមួយហោះមករកគាត់តែនៅពេលដែលគាត់ចាប់ព្រួយមួយនោះជាប់ស្រាប់តែមានគ្រាប់ព្រួយមួយទៀតហោះមកបន្ថែមបន្ទាប់ពីរងជាប់ហើយគាត់បានប្រាប់អូនស្អាតនោះថាគាត់បញ្ញាទៅជួយគ្រូសាស្ត្ររបស់គាត់មិនមានពេលនៅលេងសើចជាមួយនាងនោះទេហើយយើងក៏លេចទៅមើលអូនស្អាតម្នាក់នោះវិញក្រៅពីចរកាឆ្នះសម្រស់របស់នាងក៏មិនចាញ់ទេពអប្សរប្រមាណដែរនាងមានឈ្មោះថាលីរ៉ាន់ជូតែមានសុំហៅថាអូនរ៉ាន់ជូវិញហើយអូនរ៉ាន់ជូក៏ជាតួឯកស្រីនៅក្នុងរឿងរបស់យើងផងដែរនៅពេលដែលឈិនយ៉ាងរបស់យើងនឹងអាចឆ្មាបែកឆ្នាំបានឃើញនាងដំបងអ្នកទាំងពីរបានសរសើរថានាងពិតជាស្រស់ស្អាតខ្លាំងមែនទែនអេដមីនសង្ស័យតែប្រូឈិនយ៉ាងរបស់យើងលងស្នេហ៍គេតាំងពីពេលនឹងក៏មិនដឹងបន្ទាប់មកអូនរ៉ាន់ជូបានប្រាប់ឲ្យឈិនយ៉ាងរបស់យើងប្រគល់អណ្ដាតភ្លើងឆាបឆេះពណ៌ខៀវឲ្យនាងហើយនាងក៏បានបាញ់ព្រួញមួយទៅកាន់ឈិនយ៉ាងរបស់យើងផងដែរតែក៏ត្រូវឈិនយ៉ាងប្រើក្បាច់ខំផ្កាកុលាបមកខំគ្រាប់ព្រួញមួយនោះឡើងជាប់ហើយគាត់ក៏បានប្រាប់ថាគាត់ចូលចិត្តណាស់មនុស្សស្រីដែលនិយាយត្រង់បែបនេះប៉ុន្តែគាត់មិនអាចប្រគល់អណ្ដាតភ្លើងឆាបឆេះពណ៌ខៀវឲ្យនាងបានទេព្រោះវាបានរួមបញ្ចូលជាមួយសមុទ្រចិត្តវិញ្ញាណរបស់ខ្ញុំបាត់ទៅហើយអូនរ៉ាន់ជូប្រាប់ថាអញ្ចឹងមានតែសម្រាប់លោកចោលតែម្ដងបន្ទាប់មកក៏ហត់ទៅដេញវាយឈិនយ៉ាងរបស់យើងរត់ពេញព្រៃតែប្រូឈិនយ៉ាងដូចជាមិនតដៃទេមើលទៅប្រហែលជាកំពុងតែសម្ដែងធ្វើជាសុភាពបរិសុទ្ធហើយគាត់ក៏បានសរសើរថាជំនាញបាញ់ព្រួញរបស់នាងពិតជាពូកែមែនចំណែកអាវុធវេទមន្តបែបនេះក៏មិនសមមាននៅក្នុងអាណាចក្រធានយានដែរអូនរ៉ាន់ជូប្រាប់ថាធ្នូនេះមានឈ្មោះថាធ្នូបំបីចន្ទ្រាបន្ទាប់មកឈិនយ៉ាងបានសួរថាចុះឈ្មោះយូឯងឈ្មោះអីអូនរ៉ាន់ជូខឹងក៏បានដកព្រួយដេញបាញ់ប្រូឈិនយ៉ាងរបស់យើងរត់ពេញព្រៃមួយសាទៀតបន្ទាប់ពីនាងបាញ់ចុះបាញ់ឡើងតែឈិនយ៉ាងរបស់យើងនៅតែអាចគេចផុតបានរហូតនាងបានប្រមូលធម៌ពលដាក់ចូលក្នុងព្រួយដើម្បីបាញ់មួយព្រួយនេះឲ្យត្រូវតែម្ដងឈិនយ៉ាងរបស់យើងដឹងខ្លួនថាមិនអាចគេចផុតពេលនោះគាត់ក៏ដកស្រោបដាវដើម្បីទប់ទល់ផងដែរជាលទ្ធផលគាត់ក៏អាចទប់ទល់មួយព្រួយនោះបានហើយក៏បានធ្វើគាត់ដឹងថាព្រួយនោះមានធម៌ពលមិនធម្មតាធម៌ពលរបស់វាប្រហាក់ប្រហែលជាមួយនឹងដាវមេឃារបស់គាត់ដែរចំណែកឯអូនរ៉ានជូក៏ចាប់អារម្មណ៍ស្រោមដាវនៅក្នុងដៃរបស់ឈិនយ៉ាងនាងបានសួរថាតើលោកមិនមានអាវុធទេឈិនយ៉ាងរបស់យើងបានប្រាប់ថាដាវរបស់គាត់បានជ្រុះបាត់ហើយឥឡូវគាត់នៅសល់តែស្រោមប៉ុណ្ណោះពេលនោះអូនរ៉ានជូបានទុកអាវុធរបស់នាងបាននិយាយថាដើម្បីឲ្យស្មើភាពអញ្ចឹងពេលនេះយើងប្រយុទ្ធមិនបាច់ប្រើប្រាស់អាវុធនោះទេហើយឈិនយ៉ាងរបស់យើងក៏បានយល់ព្រមបន្ទាប់មកគាត់បានហោះឡើងទៅលើប្រើប្រាស់ក្បាច់បាតដៃរយពាន់វាយប្រហារទៅលើនាងតែនាងអាចគេចបានយ៉ាងងាយហើយក៏ហោះប្រើបាតដៃវាយប្រហារទៅលើឈិនយ៉ាងវិញស្របពេលដែលពួកគេកំពុងតែបាតដៃទួលបាតដៃតែរឿងរបស់យើងក៏បានស្លេះតែត្រឹមនេះជាចុងក្រោយសង្ឃឹមថាអ្នកទាំងអស់គ្នានឹងជួយចុច Subscribe ឲ្យ admin ម្នាក់មួយផងព្រោះ admin ទើបតែបង្កើត channel ថ្មីនិងទើបតែរៀនផលិតវីដេអូថ្មីថ្មោងវាពិតជាត្រូវការចំនួន Subscribe ខ្លាំងមែនទែន